គោរពនឹងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទនឹងលើកយកសាច់រឿងដ៏រន្ធត់ព្រឺព្រួចមួយទៀតហើយមកចែកជូនបងប្អូនស្ដាប់ដូចតទៅដោយសាច់រឿងរបស់យើងនៅថ្ងៃនេះគឺតាក់ទងជាមួយនឹងលោកពុកទាំង3បង្ក្រាបពេជ្ឈឃាតមួយរូបដែលជាអតីតខ្មែរក្រហមម្នាក់ដែលបានរត់រួចផុតពីសម័យសង្គ្រាមហើយពេជ្ឈឃាតម្នាក់នេះហើយដែលជាមនុស្សដៃឆៅនិងជាមនុស្សជំនិតរបស់អតីតមេទ័ពខ្មែរក្រហមពេលដែលចប់សម័យសង្គ្រាមរួចមកអតីតខ្មែរក្រហមគ្រប់រូបសឹងតែត្រូវបានសម្លាប់ទាំងអស់ដោយឡែកគឺមាននៅសល់ខ្លះដែរមនុស្សមួយចំនួនតូចដែលនៅសេសសល់ផុតពីសម័យសង្គ្រាមហើយអ្នកខ្លះបានកែប្រែនៅប្រវត្តិរបស់ខ្លួននិងកែប្រែសាវតាដោយអ៊ំជេងនេះជាដើមដែលគាត់គឺជាពេជ្ឈឃាតមួយរូបដែលរស់នៅជាមួយនឹងភូមិរបស់ពុកយតតែម្ដងអ្នកទាំងអស់គ្នាប្រហែលជាអាចនឹងឆ្ងល់ថាហេតុអ្វីបានជាមានពេជ្ឈឃាតដៃឆៅរស់នៅក្នុងភូមិរបស់ពុកយតបានទាំងដែលពួកគាត់មិនដឹងតាមពិតទៅយើងរំលឹកប្រវត្តិភូមិរបស់ពុកយតពីដើមបន្តិចដោយមុននឹងពុកយតក៏ដូចជាអ្នកភូមិផ្សេងទៀតដែលផុតពីសម័យសង្គ្រាមខ្មែរក្រហមមកដែលបានរស់នៅក្នុងភូមិនេះគឺមានគ្រួសាររបស់អ៊ំជេងនេះគឺនៅទីនឹងដែរប៉ុន្តែមានតែលោកពូមេភូមិចាស់ទេដែលគាត់បានស្គាល់អ៊ំជេងនេះថាគាត់គឺជាអ្នកណាប៉ុន្តែមេភូមិចាស់ម្នាក់នោះគឺគាត់បានលាចាកលោកនេះបាត់ទៅហើយបន្ទាប់មកទើបមានមេភូមិថ្មីឡើងជំនួសគាត់ហើយចំណែកឯអ៊ំជេងនេះទៀតសោតគឺមានតែក្រុមគ្រួសាររបស់គាត់ទេដែលដឹងសាវតារបស់គាត់ហើយគាត់ក៏មិនបានរស់នៅក្នុងភូមិនេះបន្តទៀតដែរដោយសារតែគាត់ដឹងថាមានអ្នកខ្លះស្គាល់គាត់និងអ្នកខ្លះគឺមិនស្គាល់គាត់អញ្ចឹងហើយទៅពេលដែលអ្នកភូមិផ្សេងទៀតក៏ដូចជាក្រុមគ្រួសាររបស់ពុកយតមកនៅទីនេះគឺមិនបានជួបអ៊ំជេងនោះទេគឺបានជួបត្រឹមតែក្រុមគ្រួសាររបស់គាត់ហើយគេក៏មិនបានទៅរំលឹកអំពីសាវតាក្រុមគ្រួសារណាប្រាប់ទៅនរណាម្នាក់ឡើយគឺពួកគេដឹងត្រឹមតែថាគឺចេញផុតពីសម័យខ្មែរក្រហមមកជុំគ្នាតែប៉ុណ្ណឹងទោះបីជាមកពីស្រុកណាខេត្តណាក៏អ្នកភូមិនៅទីនោះព្រមនឹងទទួលយកគ្រប់គ្នាតែម្ដងព្រោះចង់មានអ្នកចិត្តខាងក៏ដូចជាចង់បង្កើតភូមិឲ្យមានមនុស្សរស់នៅកាន់តែច្រើនគឺកាន់តែសុវត្ថិភាពអំពីការលួចឆក់ប្លន់ឬក៏អំពើខុសខើព្រៃផ្សៃណាផ្សេងអញ្ចឹងហើយទើបមានអ្នកភូមិផ្សេងចេះតែបន្តចូលមករស់នៅបន្តរួមជាមួយនឹងពុកយតដូចគ្នាផងដែរដោយនៅថ្ងៃមួយពុកយតពុកវ៉នពុកសេងដែលបានត្រឡប់មកពីការជួយស្រូវនៅឯស្រុកភ្នំក្រវាញវិញពួកគាត់បានធ្វើដំណើរចូលមកដល់ក្នុងភូមិពុកវ៉នគាត់មានអារម្មណ៍ហាក់បីដូចជាក្នុងភូមិខុសពីធម្មតាចំណែកឯពុកយតគាត់ក៏ដឹងដែរគ្រាន់តែគាត់មិនសូវជាច្បាស់ដូចជាពុកវ៉នអំឡុងពេលដែលពួកគាត់ធ្វើដំណើរចូលមកដល់ដើមភូមិភ្លាមពេលនោះអ្នកភូមិផ្សេងទៀតដែលធ្វើដំណើរទៅជាមួយពួកគាត់ក៏បានចូលផ្ទះម្នាក់ម្ដងរហូតសល់តែពួកគាត់3នាក់ដែលផ្ទះនៅកណ្ដាលភូមិពេលនោះពួកគាត់បានធ្វើដំណើរបន្តទៀតពេលដែលជិតទៅដល់ផ្ទះរបស់ពួកយតស្រាប់តែពួកគាត់បានជួបនឹងបុរសចំណាស់ម្នាក់ដែលពួកគាត់មិនដែលឃើញទាល់តែសោះនៅក្នុងភូមិពីមុនមកគឺពួកគាត់បានប៉ាន់ស្មានទាំងអស់គ្នាថាប្រហែលជាអ្នកចំណូលថ្មីដែលទើបតែមករស់នៅឬក៏បងប្អូនអ្នកនៅក្នុងភូមិនេះណាម្នាក់ដែលមកលេងអីចឹងទៅពេលដែលជួបប្រទះនឹងបុរសម្នាក់នោះពវនគាត់ដឹងភ្លាមថាបុរសម្នាក់នោះពុំមែនជាមនុស្សធម្មតាដោយការគិតរបស់ពួកគាត់ឡើយស្របពេលដែលពួកគាត់បានដើរកាត់បុរសម្នាក់នោះគឺពវនគាត់បានធំក្លិនអ្វីមួយយ៉ាងចេញពីបុរសម្នាក់នោះដោយក្លិននោះគឺហាក់បីដូចជាគម្រោងសាកសពអ្វីមួយយ៉ាងដែលគាត់ស្ទើរតែទ្រាំសឹងតែមិនបានហើយអ្នកដែលធំក្លិននោះគឺមានតែពវននិងពុកយតតែប៉ុណ្ណោះចំណែកឯពុកសេងគឺគាត់បានមើលគេរហូតដល់ផុតកន្ទុយភ្នែកចំណែកឯពវននិងពុកយតវិញគាត់ងាកមកហើយគាត់ក៏បានស្រោតដើរមកទន្ទឹមគ្នាដោយគាត់បានខ្សឹបគ្នាហើយនិយាយថាតើបងមានធំក្លិនដូចខ្ញុំធំក្លិនដែរឬអត់គ្រាន់តែពវននិយាយបែបនោះបុរសម្នាក់នោះគឺគេបានអាដំណើររបស់គេភ្លាមគឺគេនៅឈប់ត្រឹងមួយកន្លែងតែម្ដងពេលដែលគេឈប់ត្រឹងបានបន្តិចគេក៏បានងាកមកពេលដែលងាកមកនោះគឺស្របពេលដែលពុកសេងកំពុងតែមើលទៅបុរសម្នាក់នោះដូចគ្នា ប៉ុ
ប៉ុន្តែពេលដែលបរមម្នាក់នោះគេងាកមុខមកភ្លាមនោះការផ្នែករបស់គេសម្លឹងមើលមកពុកសេងហាក់បីដូចជាមុតស្រួយខ្លាំងមែនទែនដោយឃើញមិនស្រួលបែបនេះពុកសេងគាត់ក៏បានដើរ2 ទៅ 3 ជំហានទៀតដើម្បីទៅដល់កន្លែងពុកយត់និងពុកវ៉នដែលគាត់បាននិយាយថាលបងតើលបងកំពុងតែនិយាយអ្វីឬហេតុអ្វីបានជាគេងាកមកមើលយើងយ៉ាងចម្លែកអីបែបនេះលោកពុកទាំងពីររបស់យើងគាត់ក៏បានងាកទៅតាមអ្វីដែលពុកសេងប្រាប់ពេលដែលងាកទៅនោះគឺបុរសម្នាក់នោះគឺបានសម្លឹងមើលមកពួកគាត់តែម្ដងពេលដែលមើលបានបន្តិចគេក៏ទម្លាក់ទឹកមុខចុះគេក៏បានបន្តដំណើរទៅមុខទៀតតែម្ដងបន្ទាប់មកពួកគាត់ក៏បានធ្វើដំណើរបន្តទៅទៀតដើម្បីស្រូតឲ្យដល់ផ្ទះអំឡុងពេលដែលពួកគាត់ធ្វើដំណើរនោះពុកវ៉នគាត់បានរាប់ដៃបន្តិចពេលដែលគាត់រាប់ដៃហើយគាត់បាននិយាយជាមួយនឹងពួកយត់ថានៅក្នុងភូមិរបស់បងប្រហែលជាមានរឿងមិនសូវស្រួលបានកើតឡើងហើយព្រោះបើតាមមើលអ្វីដែលយើងឆ្លងកាត់អំបីមិញនេះគឺបុរសម្នាក់នោះមិនមែនជាមនុស្សធម្មតានោះទេចំណែកឯពួកយត់ពេលដែលឮពួកវ៉ននិយាយបែបនោះគាត់បានឈរត្រឹងបន្តិចហើយគាត់បានបន្តដំណើរទៅមុខទៀតហើយគាត់បាននិយាយជាមួយនឹងពួកវ៉នថាបាទលបងខ្ញុំក៏គិតបែបនឹងដែរព្រោះបើតាមមើលខ្សែភ្នែកដែលគេសម្លឹងមកមើលមកពួកយើងឲ្យបែបនេះគឺគេក៏ដឹងហើយថាយើងជាអ្នកណាពេលដែលពួកយត់និយាយបែបនោះពុកសេងគាត់បានកាន់ដៃពួកយត់ជាប់ក៏បាននិយាយថាយ៉ាងម៉េចតើមានរឿងអីមែនពេលដែលពុកសេងសួរទៅពួកយត់បែបនោះពួកយត់គាត់ក៏និយាយទៅឲ្យពុកសេងស្ដាប់វិញថាគ្មានរឿងអីទេដើរស្រូតឲ្យដល់ផ្ទះទៅចាំទៅដល់ផ្ទះចាំអញប្រាប់បន្ទាប់មកពួកគាត់ក៏បានធ្វើដំណើរទៅដល់ផ្ទះពេលដែលពួកគាត់ទៅដល់ផ្ទះភ្លាមពួកយត់បានប្រាប់ទៅពុកសេងឲ្យយករទេះជាមួយនឹងគោទៅឯខាងក្រៅផ្ទះទៅហើយចំណែកឯពួកវ៉នជាមួយនឹងពួកយត់គាត់បានដើរទៅរៀនខាងក្រៅផ្ទះពេលដែលពួកគាត់ទៅដល់ភ្លាមនោះប្រពន្ធរបស់គាត់ក៏បានយកតែមួយប៉ាន់ហើយនឹងទឹកមួយផ្តិលដើម្បីឲ្យពួកវ៉ននិងពួកយត់លុបមុខនិងហូបតែនៅឯរៀនខាងក្រៅផ្ទះនោះគាត់គ្រាន់តែអង្គុយចុះភ្លាមពួកយត់គាត់បានដាក់តែមួយពែងហើយក៏បានដល់ដង្ហើមធំដែលគាត់បាននិយាយជាមួយនឹងពួកវ៉នថានៅក្នុងភូមិរបស់យើងគឺស្ងាត់មួយរយៈធំហើយឥឡូវបើជាមានរឿងបែបនេះមកទៀតខ្ញុំគិតថាពួកយើងត្រូវតែធ្វើអ្វីម្យ៉ាងហើយបងដើម្បីកុំឲ្យមានរឿងកើតឡើងតណាបងពេលដែលពួកយត់គាត់និយាយបែបនោះពួកវ៉នគាត់ក៏និយាយកាត់សម្ដីពួកយត់វិញថាកុំតន់គិតបែបនេះអីលបងព្រោះយើងក៏មិនតន់ដឹងអំពីបំណងគេដែរក្រែងលោគេមកក៏ល្អដែរយើងក៏មិនដឹងគ្រាន់តែថាអ្វីដែលគេមានមិនល្អតែប៉ុណ្ណឹងបើសិនជាគេធ្វើល្អក៏វាល្អណាស់ទៅហើយបងពេលនោះពួកយត់គាត់ក៏និយាយតបវិញថាលបងធ្វើមើលដូចមិនដឹងអ្វីល្អអ្វីអាក្រក់អ្វីសអ្វីខ្មៅតាវាខ្មៅហើយកម្រល្អណាបងអ្វីដែលយើងឆ្លងកាត់សឹង10គឺទាំង10ហើយគឺមិនមានម្នាក់ណាដែលល្អនោះទេពេលនោះពួកវ៉នគាត់ក៏ញញឹមហើយគាត់ក៏និយាយថារឿងហ្នឹងខ្ញុំក៏ដឹងដែរប៉ុន្តែអ្វីដែលយើងគិតគឺចង់ឲ្យតែវាល្អទេបងពេលដែលពួកគាត់កំពុងតែពិភាក្សាគ្នានោះពួកសេងគាត់ក៏ដើរមកដល់ហើយគាត់ក៏សួរទៅពួកយត់ថាអើមើលលបងជាមួយនឹងអាយត់និយាយអីជួយប្រាប់ខ្ញុំផងពួកខ្ញុំពិតជាចង់ដឹងនេះពេលដែលពួកសេងនិយាយបែបនោះស្របពេលនឹងប្រពន្ធរបស់ពួកយត់គាត់បានដើរមកដោយគាត់បានកាន់ចេកមួយស្និតនិងនំអន្សមចំនួន3ដែលគាត់បានដាក់ចានមកយកមកឲ្យឪពុកទាំង3របស់យើងពិសាពេលដែលគាត់ដើរចូលមកនោះគាត់បានដាក់នំហើយគាត់ក៏អង្គុយជាមួយនឹងឪពុកទាំង3របស់យើងដែរពេលដែលប្រពន្ធរបស់ពួកយត់អង្គុយជាមួយនឹងគាត់នោះពួកយត់គាត់ក៏បានសួរទៅប្រពន្ធរបស់គាត់ថាឯងមានដឹងថានៅក្នុងភូមិនេះមានមនុស្សចម្លែកចូលមកដែរឬទេពេលនោះប្រពន្ធរបស់ពួកយត់គាត់ក៏និយាយទៅកាន់ពួកយត់វិញថានឹងឲ្យឯងខ្ញុំមកអង្គុយទីនេះក៏ចង់សួរឯងរឿងនឹងដែរហើយក៏ចង់សួររឿងលក់ស្រូវដែរថាតើរលូនដូចរាល់ដងដែរឬអត់អញ្ចឹងទៅតើមានជួបបញ្ហាអ្វីតាមផ្លូវអត់ពេលនោះប្រពន្ធទាំង3របស់យើងគាត់ក៏និយាយថាមិនអីទេគឺដូចតែរាល់ដងអញ្ចឹងគឺធម្មតាទេប៉ុន្តែការលក់របស់យើងក៏វាក្រាន់បើដែរឆ្នាំនេះក៏ស្រូវរឿងបានថ្លៃពេលគាត់និយាយចប់ប្រពន្ធរបស់ពួកយត់គាត់ក៏លើកនិយាយថានឹងឲ្យឯងអញ្ចឹងក៏វាល្អដែរនិយាយថារឿងដែលឯងសួរមុនហ្នឹងគឺមានបរិមម្នាក់គេទៅតែមកបាន2ថ្ងៃទេគេគឺជាសាច់ញាតិរបស់ពូចាំដែលនៅឯជិតផ្ទះលពូមេភូមិហើយអ្នកខ្លះគេក៏ស្គាល់អ្នកខ្លះគេមិនស្គាល់ថាបរិមម្នាក់ហ្នឹងគឺជាអ្នកដែលនៅភូមិនេះមុនយើងទៀតណាឯងហើយអ្នកខ្លះទៀតគេក៏និយាយថាបរិមម្នាក់ហ្នឹងពេលដែលមុននឹងយើងចូលមកនៅនោះគឺត្រូវបានអ្នកភូមិមួយចំនួនបានបណ្ដេញគេចេញ
តែមិនដឹងថាមូលហេតុអីគឺគ្មានអ្នកណាដឹងនោះទេហើយក៏បានបាត់គេពីក្នុងភូមិពីពេលនោះមកគឺទៅតែរយៈពេលប្រហែលថ្ងៃចុងក្រោយនេះគឺឃើញគេបានត្រឡប់មកវិញហើយសូម្បីតែក្រុមគ្រួសាររបស់ពូចាំកូនរបស់គាត់ប្រពន្ធរបស់គាត់ក្មួយរបស់គាត់ផ្សេងទៀតហ្នឹងក៏មិនស្គាល់ដែរគឺមានតែពូចាំម្នាក់គត់ដែលដឹងថាបរិសម្នាក់នោះជាអ៊ំរបស់គាត់ត្រូវជាបងម្ដាយរបស់គាត់អញ្ចឹងហើយគឺគាត់ជាក្មួយហើយគាត់ស្គាល់បរិសម្នាក់នោះគឺតាំងពីក្មេងៗមកម្លេះគ្រាន់តែថាមុខរបស់គាត់គឺមិនបានបដូរហើយបរិសម្នាក់នោះទៀតសោតគេគឺឈ្មោះជេងឬពូចាំហៅថាអំជេងអំឡុងពេលដែលប្រពន្ធរបស់ពូយ៉តនិយាយបែបនោះពុកសេងគាត់ក៏កាត់សម្ដីភ្លាមថាអូមើលទៅហាក់បីដូចជាមិនសូវស្រួលទេបងចុះបងមានដឹងទេថាតើប្រហែលថ្ងៃនេះមានរឿងអីកើតឡើងអត់ពេលនោះប្រពន្ធរបស់ពូយ៉តគាត់ក៏តបវិញថាមិនមានទេបងគឺស្ងាត់ដូចធម្មតាអញ្ចឹងគឺមិនមានអ្វីកើតឡើងនោះទេពេលនោះពូយ៉តនិងពវ័នក៏បានមើលមុខគ្នាបន្តិចគាត់ក៏រឿងធូរចិត្តបន្តិចដែរគាត់ក៏បានបន្តលើកតែម្នាក់មួយពេងទៀតហើយពូយ៉តគាត់ក៏និយាយថាសង្ឃឹមថាវាមិនអីទេចោះគឺប្រហែលជាគេមកល្អនោះទេពេលដែលពូយ៉តនិយាយរួចហើយពវ័នគាត់ក៏បន្តទៀតថានឹងហើយបងដូចខ្ញុំគិតអញ្ចឹងគឺប្រហែលជាមិនអីទេគេគឺមកល្អទេពេលដែលពួកគាត់និយាយគ្នាបានមួយសន្ទុះពេលនោះពូយ៉តគាត់ក៏បានដកលុយលក់ស្រូវបានប្រមាណនោះហុចឲ្យទៅប្រពន្ធរបស់គាត់ពេលនោះប្រពន្ធរបស់គាត់ក៏បានយកលុយនោះដើរទៅផ្ទះខាងមុខបាត់ទៅពេលនោះពវ័នពុកសេងពូយ៉តគាត់បានមើលមុខគ្នាហើយគាត់បាននិយាយទៅកាន់ពុកសេងថាលបងសេងដូចជាខ្វះអ្វីមួយយ៉ាងយើងល្ងាចនេះមើលយើងទៅមកពីហត់ផងលបងទៅយកស្រាលបងមើលហើយលបងយ៉តមើលរៀបចំសាច់ខ្លែបន្តិចទៅខ្ញុំដាក់បន្តិចរួចហើយខ្ញុំនឹងត្រឡប់ទៅផ្ទះវិញពេលដែលពវ័ននិយាយបែបនោះពុកសេងគាត់ក៏ញញឹមហើយគាត់ក៏និយាយថាបាទលបងមិនអីទេរឿងហ្នឹងទុកចិត្តលើខ្ញុំចោះខ្ញុំបានដាក់ត្រាំវាហើយមុននឹងខ្ញុំចេញទៅពេលនេះប្រហែលជាអាចល្មមហូបហើយគឺស្រាត្រាំពោះវិញណាបងគឺរសជាតិមិនអន់ទេពេលដែលពុកសេងនិយាយបែបនោះពូយ៉តគាត់ក៏សើចគាត់ក៏និយាយថាបានហើយអាសេងអញមិនចង់ស្ដាប់ទេអញចង់បានតែស្រាមកផឹកទេហើយចង់ត្រាំអីក៏ត្រាំទៅពេលនោះពុកសេងគាត់ក៏បានដើរចេញទៅពេលនោះពូយ៉តគាត់ក៏បានដើរទៅខាងមុខផ្ទះគាត់បានដើរទៅរើត្រីដែលប្រពន្ធរបស់គាត់ហានៅនឹងលើចង្ក្រានបាយគាត់ក៏បានយកមកហើយបង្កាត់ភ្លើងដាក់អាំងតែម្ដងចំណែកឯពវ័នគឺគាត់បានតម្រេតខ្លួនទៅលើក្រែបន្តិចហើយនឹងហូបតែអំឡុងពេលដែលពួកគាត់ចែកគ្នាទៅរកស្រាទៅរកម្ហូបក្លែមហើយនឹងពវ័នបានគេងនៅលើក្រែនោះស្រាប់តែឃើញបរិសម្នាក់គេបានដើរចូលមកពេលដែលដើរចូលមកដល់ចិត្តនោះទើបដឹងថាជាលោកពូមេភូមិលោកពូមេភូមិគាត់ដើរតម្រង់ចូលមករកពវ័នតែម្ដងដោយគាត់មិនបានឃើញពុកសេងនិងពូយ៉តនោះទេពេលដែលគាត់ចូលទៅដល់នោះពវ័នគាត់ក៏បានស្ទុះងើបមកវិញហើយគាត់បាននិយាយថាជម្រាបសួរបងតើលបងអញ្ជើញទៅណាមកណាដែរបានជាមកដល់ផ្ទះលបងយ៉តពេលនោះគាត់ក៏បានដោះក្រមាចេញពីកហើយក៏បានបកបន្តិចគាត់បានថាបាទសួស្ដីលបងគឺខ្ញុំមករកលបងទាំង3នាក់នេះហើយគឺមានការបន្តិចបន្តួចចង់និយាយជាមួយពេលនោះពវ័នគាត់ក៏បានងើបទៅចាក់តែមួយពេកហុចទៅលពូមេភូមិដែលគាត់បាននិយាយថាលបងជិះវិសាតែសិនទៅដោយលបងសេងខ្ញុំឲ្យទៅយកស្រាហើយលបងយ៉តគាត់ចូលទៅអាំងត្រីនៅក្នុងចង្ក្រានបាយនោះបន្តិចទៀតទើបគាត់មកវិញពេលដែលគាត់និយាយបែបនោះហើយលពូមេភូមិគាត់ក៏តបទៅពវ័នវិញថានឹងឲ្យលបងមិនអីទេចាំពួកគាត់មកតែម្ដងទៅហើយនិយាយអញ្ចឹងលបងទៅលក់ស្រូវនៅឯខាងស្រុកភ្នំកវាយនោះគឺបានយ៉ាងណាដែរមើលទៅបានថ្លៃទេបងស្រូវយើងឆ្នាំហ្នឹងពេលនោះពវ័នគាត់ក៏បានឆ្លើយតបជាមួយនឹងលពូមេភូមិវិញថានឹងឲ្យលបងស្រូវរបស់យើងឆ្នាំនេះគឺរៀងថ្លៃគួរសមដែរពួកយើងធ្វើក៏បានរៀងក្រាលដែរហើយការលក់ដូរនោះក៏បានកម្រៃរៀងខ្ពស់ដែរបងពេលដែលពវ័ននិយាយបែបនោះលពូមេភូមិគាត់ក៏ញញឹមហើយគាត់ក៏និយាយថាសង្ឃឹមថាបងប្អូនរបស់យើងនៅក្នុងភូមិនេះនឹងបន្តធ្វើស្រែចម្ការឲ្យកាន់តែច្រើនទៅព្រោះអាចជាមុខរបរទៅថ្ងៃអនាគតផងដែរពេលដែលគាត់និយាយបានត្រឹមប៉ុណ្ណេះពុកសេងហើយនិងពូយ៉តគាត់ក៏បានដើរមកដំណើរគ្នាតែម្ដងពេលដែលពូយ៉តឃើញលពូមេភូមិទៅដល់ហើយបែបនោះគាត់ក៏និយាយរាក់ទាក់ជាមួយនឹងលពូមេភូមិដោយសពដងអញ្ចឹងដោយគាត់បានអង្គុយហើយនិយាយគ្នាគឺចំពេលដែលពុកសេងយកស្រាមកនោះគឺគាត់អង្គុយហូបជុំគ្នាទាំង4នាក់តែម្ដងដែលឡែកលពូមេភូមិគាត់គឺមានរឿងនៅក្នុងចិត្ត
ដែលគាត់លើកស្រាមួយកែវហើយលើកមួយកែវទៀតអស់ពីរកែវពេលនោះពវននិងពយត់ពុកសេងបានមើលមុខគ្នាដោយលោកពូមេភូមិគាត់បានលើកស្រាបានអស់ពីរកែវគាត់ក៏បានដកដង្ហើមធំគាត់បាននិយាយទៅកាន់ពយត់ថាលោកប្អូនយត់គឺខ្ញុំមានរឿងចង់ឲ្យលោកប្អូនយត់ជួយមើលបន្តិចហើយម្យ៉ាងវិញទៀតខ្ញុំនៅក្នុងចិត្តហាក់បីដូចជាមិនសូវជាល្អសោះគឺការគិតរបស់ខ្ញុំរៀងស្មុគស្មាញបន្តិចឬក៏ខ្ញុំគិតច្រើនឬក៏យ៉ាងណាពេលដែលលោកពូមេភូមិនិយាយបែបនោះពូយត់គាត់ក៏បានឆ្លើយទៅកាន់លោកពូមេភូមិវិញដោយយ៉ាងកក់ក្ដៅថាលបងមានរឿងអ្វីអាចនិយាយជាមួយខ្ញុំបានគឺត្រង់ទៅត្រង់មកខ្ញុំគឺមិនចង់បានការលាក់លៀមឬក៏លាក់បាំងមុខក្រោយទេលបងមានអ្វីខ្ញុំជួយបានគឺខ្ញុំនឹងជួយអស់ពីចិត្តតែម្ដងលបងស្គាល់ខ្ញុំហើយពេលដែលពូយត់និយាយបែបនោះពវនគាត់បន្តទៀតថាមិនអីទេបងមានរឿងអ្វីនៅក្នុងចិត្តបងនិយាយមកពួកខ្ញុំគឺជួយបានគឺជួយទោះជាជួយមិនបានក៏ពួកខ្ញុំនឹងព្យាយាមជួយដែរពេលដែលពវននិយាយចប់លោកពូមេភូមិគាត់ក៏បានលើកស្រាមួយកែវទៀតពេលដែលគាត់លើកចប់នោះគាត់ក៏បាននិយាយរឿងប្រវត្តិពីដើមដែលគាត់ទើបតែបានព័ត៌មាននោះចេញពីបងរបស់គាត់ដែលជាអតីតអ្នកនៅក្នុងភូមិនេះចាស់ពីមុនមកដែរដែលគាត់និយាយនោះគឺប្រវត្តិរបស់អ៊ំជេងនេះឯងដោយលោកពូមេភូមិគាត់និយាយថាប្រវត្តិរបស់បុរសម្នាក់ឈ្មោះជេងដែលទើបតែមកភូមិរបស់យើងបាន2ថ្ងៃនេះគឺសាវតារបស់គេមិនធម្មតានោះទេណាលោកប្អូនកាលពីអំឡុងសម័យខ្មែរក្រហមបុរសម្នាក់នេះហើយដែលជាពេជ្ជឃាតដៃឆៅដែលជាដៃស្ដាំរបស់មេខ្លោងខ្មែរក្រហមដែលមេរបស់គេចង់ឲ្យទៅសម្លាប់អ្នកណាគឺគេសម្លាប់អ្នកនោះដោយមិនញញើដៃទោះបីជាគេមិនបានបញ្ជាឬក៏មិនបានប្រើឲ្យតែគេទៅចិត្តនឹងនរណាម្នាក់គឺគេទៅសម្លាប់ចោលតែម្ដងហើយសម័យនោះគឺគេខ្លាចបុរសម្នាក់នេះណាព្រោះបុរសម្នាក់នេះគឺដៃឆៅនិងជើងឆើតកូនក្រមុំផ្ទះណាឲ្យតែស្អាតគឺមិនរួចពីកញ្ញាំដៃរបស់គេនោះទេហើយចំណែកឯបុរសនៅក្នុងភូមិគឺគ្មាននរណាហ៊ានជាមួយគេនោះឡើយផុតពីសម័យខ្មែរក្រហមមកអំឡុងពេលដែលចូលមកដល់ក្នុងភូមិនេះទៀតសោតចរិតរបស់គេគឺមិនបានកែប្រែនោះឡើយសម័យនោះគឺគេបានដកហូតកំភ្លើងចេញពីផ្ទះអស់ហើយប៉ុន្តែបុរសម្នាក់ឈ្មោះជេងនេះគឺមិនបានដកកំភ្លើងចេញនោះទេនៅផ្ទះរបស់គេមានកំភ្លើងតិចណាស់20ទៅ30ដើមឯណោះដែលគេបានលាក់ទុកឲ្យតែមាននរណាធ្វើឲ្យគេទៅចិត្តឬក៏មាននរណាដែលគេចង់បញ្ជាឲ្យស៊ីឈ្នួលសម្រាប់នរណាម្នាក់នោះគឺមិនរួចផុតពីកណ្ដាប់ដៃគេនោះទេហើយមិនថែមទាំងប៉ុណ្ណោះនោះទេសូម្បីតែការដាក់អំពើអំព័ន្ធស្នេហ៍ស្នងឲ្យផ្សេងទៀតសោតនោះគេក៏ខ្លាំងដែរកូនក្រមុំនរណាម្នាក់ដែលមិនព្រមស្រឡាញ់គេឬក៏មិនព្រមមកជាមួយគេអីចឹងរយៈពេលតែ1ថ្ងៃឬ2ថ្ងៃអីគឺដឹងតែរត់ទៅដល់ផ្ទះរបស់គេតែម្ដងសឹងទៅថាឡើងដល់លើផ្ទះក៏មានដែរអញ្ចឹងហើយបានជាអ្នកភូមិសម័យនោះគឺគេស្រុកគ្នានឹងបណ្ដេញបុរសម្នាក់នេះចេញហើយម្យ៉ាងវិញទៀតសោតនោះបានជាបុរសម្នាក់នេះព្រមចេញគឺដោយសារតែបុរសម្នាក់នេះមានក្រុមគ្រួសារនៅទីនេះហើយក៏មិនចង់ឲ្យបងប្អូនកូនចៅក្រោយរបស់គេនោះគឺលំបាកដោយសារគេដែរអញ្ចឹងហើយទើបគេព្រមចាក់ចេញពីភូមិដោយឡែករយៈពេល2ថ្ងៃមកនេះគឺបានលេចរូបរាងរបស់គេគឺនៅក្នុងភូមិនេះតែម្ដងហើយអ្នកភូមិនេះគឺគេភ្ញាក់ផ្អើលខ្លាំងមែនទែនទាំងអ្នកដែលស្គាល់ទាំងអ្នកដែលមិនស្គាល់ជាពិសេសអ្នកដែលស្គាល់នឹងប្រវត្តិរបស់បុរសឈ្មោះជេងនេះគឺគេភ័យញ័រអស់ហើយគ្រាន់តែឃើញមុខបុរសម្នាក់នេះចូលក្នុងភូមិវិញសូម្បីតែក្មួយរបស់គេប្អូនចាំនោះក៏មានការផិតភ័យដែរដោយសារតែអ៊ំរបស់គេនេះគឺជាមនុស្សដៃឆៅហើយអ្វីដែលពួកគាត់ចម្លែកកាន់តែខ្លាំងទៀតនោះមុខរបស់គេនោះគឺមិនបានផ្លាស់ប្ដូរនោះទេពេលដែលគេបណ្ដេញបុរសម្នាក់នោះចេញពីភូមិមុខគេគឺនៅតែប៉ុណ្ណឹងចំណែកឯអ្នកដែលស្គាល់សាវតារបស់បុរសម្នាក់នោះរួមទាំងអ្នកដែលរត់ចេញពីសម័យខ្មែរក្រហមជាមួយគ្នានោះគឺអ្នកខ្លះដេកនៅកន្ទេលហើយអ្នកខ្លះទៀតសឹងតែភ្លេចភ្លាំងអស់ហើយប៉ុន្តែបុរសម្នាក់នេះបែរជាធម្មតាគឺមិនមានការប្រែប្រួលឬក៏ទុនជ្រាយដូចចាស់ទូទៅនោះទេគឺកម្លាំងរបស់គេមើលទៅភើលតែម្ដងដំណើររបស់គេមួយច្បាស់លាស់លឿនសឹងតែថាវ័យរបស់គេមើលទៅអ្នកដែលមិនដឹងគឺប្រហែលយើងនេះឯងទាំងដែលបុរសម្នាក់នោះបងយើងមិនក្រោមពី10ទៅ15ឆ្នាំនោះទេបន្ទាប់ពីលោកពូមេភូមិនិយាយចប់ពេលនោះពុកសេងគាត់ក៏បានចោទជាសំណួរសួរទៅលោកពូមេភូមិវិញថាលោកបងចុះពេលដែលគេមកប្រហែលថ្ងៃនេះនៅក្នុងភូមិរបស់យើងតើមានអ្វីចម្លែកកើតឡើងដែរឬអត់តើមាននរណាមានបញ្ហាអ្វីដែរឬទេ
ពេលនោះលោកពូមេភូមិគាត់ក៏និយាយឡើងបន្តទៅថាมันមានទេលោកប្អូនសេងគឺធម្មតាដោយរាល់ដងអញ្ចឹងប៉ុន្តែអ្វីដែលខ្ញុំព្រួយបារម្ភនោះគឺខ្ញុំគិតថាប្រហែលជាមិនទាន់ដល់ពេលស្របពេលដែលលោកពូមេភូមិគាត់បាននិយាយចប់ពេលនោះមេឃនៅក្តៅនៅឡើយទេម៉ោងប្រហែលជា3ស្រាប់តែពពកខ្មៅរសាត់បក់ចូលពពកសធ្វើឲ្យមេឃមានសភាពងងឹតបន្តិចម្ដងពេលនោះពុកវ៉នក៏បានបិទភ្នែកបន្តិចហើយនឹងលើកដៃរាប់ពេលដែលគាត់លើកដៃរាប់នោះគាត់បានបើកភ្នែកមកវិញគាត់បានប្រាប់ទៅពូយ៉តថាលបងអពុទ្ធហេតុនេះគឺមិនមែនកាត់ឡើងចៃដន្យឬក៏មេឃរកភ្លៀងនោះទេគឺមានអ្នកធ្វើឲ្យវាបែបនេះគឺគេកំពុងតែមើលមកពួកយើងនេះឯងតែម្ដងគ្រាន់តែពូវ៉ននិយាយបែបនោះពូយ៉តក៏បានបិទភ្នែកពីជំហៀងដាក់ពូវ៉នពេលនោះពូវ៉នដឹងហើយគាត់ក៏បាននិយាយទៅកាន់ពូមេភូមិថាលោកបងរឿងស្រូវអង្គដែលខ្ញុំលក់នៅឯស្រុកភ្នំក្រវាញនោះគឺបានត្រឹមតែប៉ុណ្្នឹងទេហើយយើងសង្ឃឹមថាឆ្នាំក្រោយវាអាចនឹងឡើងខ្ពស់ជាងនឹងលោកពូមេភូមិគាត់រៀងឆ្ងល់ដោយសារតែពូវ៉នគាត់និយាយខុសប្រធានបទអ្វីដែលគាត់បានសួរប៉ុន្តែគាត់រៀបនឹងសួរទៅពូវ៉នវិញពេលនោះពុកសេងដែលគាត់ដឹងរឿងដែរគាត់បានចាប់ដៃលោកពូមេភូមិជាប់ហើយគាត់បាននិយាយថានឹងឲ្យលបងស្រូវនៅទីនោះឆ្នាំនេះរឿងលក់បានថ្លៃដែរអញ្ចឹងហើយយើងត្រូវតែធ្វើស្រូវឲ្យបានច្រើនទៅដើម្បីប្រកបមុខរបរនេះចិញ្ចឹមជីវិតអ្នកភូមិរបស់យើងទៅថ្ងៃក្រោយទៀតគាត់និយាយបានប៉ុណ្ណឹងពូវ៉នពូយ៉តគាត់បានចាប់ដៃលោកពូមេភូមិហើយនឹងពុកសេងបានដើរចូលទៅក្នុងផ្ទះរបស់ពូយ៉តដោយពួកគាត់បានដើរចូលទៅក្នុងផ្ទះនិងឡើងទៅលើមុខអាសនៈជាមួយនឹងពូយ៉តហើយគាត់បាននិយាយថារឿងនៅថ្ងៃនេះគឺវាពិតជាចម្លែកណាស់ដោយខ្ញុំដឹងថាមានមនុស្សកំពុងតែលួចមើលពួកយើងដោយចេតនាមិនសូវជាល្អប្រមាណនោះទេចំណែកឯលោកពូមេភូមិឯនេះវិញគ្រាន់តែឮពុកវ៉ននិយាយបែបនោះរៀងត្រជាក់ដៃត្រជាក់ជើងហើយទឹកមុខវិញឡើងស្លេកស្លាំងតែម្ដងពេលនោះពូយ៉តគាត់ក៏និយាយលួងលោមទៅលោកពូមេភូមិថាកុំភ័យអីលបងមានពួកខ្ញុំនៅទីនេះហើយគឺគេមិនអាចធ្វើអីបាននោះទេដោយពូយ៉តនិយាយហើយពូយ៉តក៏បានងាកទៅសួរពុកវ៉នវិញថាលបងតើលបងមានគម្រោងការអ្វីនឹងដោះស្រាយរឿងនេះដែរទេពេលនោះពុកវ៉នគាត់បានអង្គុយគិតមួយសន្ទុះគាត់បាននិយាយលើកឡើងវិញថាប្រសិនបើមានរឿងបែបនេះហើយយើងគួរតែកុំទុកវានៅយូរទៀតអីយើងស្រូតនឹងដោះស្រាយវាឲ្យឆាប់ចប់ទៅយប់នេះយើងគួរតែធ្វើពិធីអ្វីមួយដើម្បីយើងការពារទុកមុនកុំឲ្យមាននរណារងគ្រោះដោយសារបុរសម្នាក់នេះទៀតអីបើតាមតែខ្ញុំដឹងនិងមើលទៅតាមចិត្តវិញ្ញាណរបស់ខ្ញុំគឺខ្ញុំដឹងថាបុរសម្នាក់នេះគឺគេមិនមែនជាមនុស្សធម្មតានោះទេវិជ្ជាអាគមដែលគេប្រើគឺជាមុនវិជ្ជាអាគមខ្មៅហើយមិនត្រឹមតែប៉ុណ្ណោះនោះទេគឺគេមានវិជ្ជាអាគមដែលថែរក្សារូបរាងគេគឺមិនឲ្យចាស់ទៀតផងពវនគ្រាន់តែនិយាយបែបនេះធ្វើឲ្យពុកសេងគាត់គឺស្រឡាំងកាំងតែម្ដងដែលពវននិយាយហាក់បីដូចជាស្គាល់បុរសម្នាក់នោះច្បាស់អញ្ចឹងពេលដែលពួកគាត់និយាយគ្នាចប់សពគ្រប់ពូយ៉តគាត់ក៏និយាយលើកឡើងបន្ទាប់ពីពវនវិញថាលបងមេភូមិអញ្ចឹងមិនអីទេលបងត្រឡប់ទៅភូមិវិញទៅហើយនៅយប់នេះទៀតសោតចូលបងប្រាប់ទៅអ្នកភូមិទាំងអស់ទោះជាមានលឺអ្វីក៏ដោយក៏កុំចុះពីលើផ្ទះអីព្រោះយប់នេះពួកខ្ញុំនឹងធ្វើពិធីដើម្បីឲ្យដឹងសដឹងខ្មៅតែម្ដងលោកពូមេភូមិឯនោះវិញគ្រាន់តែលឺពូយ៉តនិយាយបែបនេះគាត់ក៏រៀងកក់ក្ដៅដែរគាត់ក៏បានចុះពីផ្ទះរបស់ពូយ៉តដើរសម្ដៅទៅផ្ទះរបស់គាត់វិញពេលនោះពូយ៉តពងវ៉នពុកសេងបានសម្លឹងមើលមុខគ្នាមួយសន្ទុះគាត់បាននិយាយថាយប់នេះពួកយើងត្រូវតែរៀបចំសេមាអាគមជាពិសេសនៅក្នុងផ្ទះយើងនិងជុំវិញភូមិទាំងមូលដើម្បីការពារកុំឲ្យអ្នកភូមិមានរឿងរ៉ាវកើតឡើងហើយយើងក៏មិនទាន់ទៅរករឿងគេមុនដែរយើងត្រូវតែនៅស្ងៀមសិនដើម្បីឲ្យដឹងថាតើគេនឹងចង់ធ្វើឲ្យបន្តប្រសិនបើគេមិនមកនោះទេយើងគ្រាន់តែទៅមើលគេវិញទៅបានហើយយើងក៏មិនគួរទៅវាយស្មៅបង្អើពោះឬក៏ទៅធ្វើរឿងអាក្រក់ដាក់អ្នកណាមុនទេដោយពួកគាត់និយាយនឹងពិភាក្សាគ្នារួចរាល់អស់មកពួកគាត់ក៏បានចុះមកខាងក្រោមផ្ទះវិញហើយនឹងដើរទៅរៀនខាងក្រោយវិញហើយនឹងទៅហូបស្រាបន្តិចដែលពួកសេងយកមកពីល្ងាចលុះយប់ឡើងក៏ចូលមកដល់លពុកទាំង3របស់យើងគឺពួកគាត់បានរៀបចំសេមាអាគមរួចជាស្រេចនៅក្នុងផ្ទះរបស់ពួកយ៉តនេះតែម្ដងប៉ុន្តែបើទោះជាពួកគាត់រៀបចំរួចជាស្រេចហើយក៏ពិតមែនក៏ពួកគាត់មិនទៅរករឿងគេមុននោះដែរគឺពួកគាត់ចាំគេមករកពួកគាត់វិញដោយពួកវត្តដឹងថាអ្នកដែលលេងនៅមុនអាគមខ្មៅឬក៏អ្នកដែលមានអំណួតលើខ្លួនឯងថាខ្លួនឯងមិនធ្លាប់ចាញ់អ្នកណាពីមុនមកនោះ
ឲ្យប្រសិនបើគេដឹងថាមាននរណាខ្លាំងនៅចិត្តគេឬនៅជាប់ជាមួយនឹងគេឯបែបនេះគេនឹងមកសាកឬនឹងចង់ដឹងឲ្យច្បាស់ថាអ្នកដែលចេះនៅមុនវិជ្ជាអាគមដែរនោះតើខ្លាំងជាងគេឬក៏អន់ជាងគេអីចឹងទៅដោយពួកគាត់បានរៀបនៅសីមាអាគមហើយពេលនោះចន្លោះប្រហែលជាម៉ោង 9 ទៅម៉ោង 10 នៅក្នុងភូមិសភាពហាក់បីដូចជាស្ងាត់ខុសពីធម្មតាសំឡេងឆ្កែលូគឺបន្លឺកាន់តែខ្លាំងបន្តិចម្ដងរហូតលឺកាន់តែខ្លាំងនិងរំពងពេញភូមិតែម្ដងបានបន្តិចពវនបាននិយាយទៅកាន់ពូយ៉តនិងពូសេងថាគឺវាមកហើយការមករបស់វានេះទៀតសោតគឺវាមិនមែនមកត្រឹមតែវិញ្ញាណនោះទេគឺមកទាំងខ្លួនរបស់វាតែម្ដងពេលដែលពវននិយាយបែបនេះពូយ៉តក៏បានបិទភ្នែកនិងតាំងសមាធិបន្តិចគាត់បានបើកភ្នែកមកវិញគាត់បាននិយាយថាមែនហើយបងបុរសម្នាក់នេះគឺពិតជាខុសពីគ្រូមន្តអាគមផ្សេងៗដែលយើងធ្លាប់បានជួបមើលទៅមុខរបស់គេពេលយប់ហាក់បីដូចជាភ្លឺដូចជាពេលថ្ងៃអញ្ចឹងខ្ញុំគឺឃើញមុខគេយ៉ាងច្បាស់តែម្ដងបងគឺបុរសម្នាក់យើងជួបពីថ្ងៃមិញនេះឯងរីឯពុកសេយនេះវិញគ្រាន់តែឮពូយ៉តនិយាយបែបនោះគាត់ក៏លន់មាត់តែម្ដងដែលគាត់និយាយថាអញថាអាហ្នឹងមែនមើលទៅភ្នែកវាពីថ្ងៃគឺពិតជាអាក្រក់ខ្លាំងណាស់ហើយវាមកនេះមើលទៅមុខវាអាក្រក់ក៏ស្អាតណាគាត់និយាយទៅកាន់ពូយ៉តបែបនោះពូយ៉តគាត់ក៏ឆ្លើយតបមកពុកសេងវិញថាមុខគេគឺមិនអាក្រក់នោះទេគឺសឹងតែស្អាតជាងថ្ងៃទៀតនោះមើលទៅពុកមាត់គេវែងសក់របស់គេគឺវែងជាងពីថ្ងៃទៅទៀតពេលដែលគេបាំងក្រមាគឺមើលមិនឃើញសក់គេទេប៉ុន្តែពេលនេះគឺគេមកទាំងខ្លួនតែម្ដងសក់គេនោះគឺវែងត្រឹមកហើយមានពណ៌សទៀតប៉ុន្តែអ្វីដែលចម្លែកគ្រូមន្តអាគមខ្មៅដែលខ្ញុំធ្លាប់ជួបពីមុនមកគឺมันមានសមត្ថភាពអីណាប្រើសត្វខ្លានិងសត្វគោរួមគ្នានោះទេដោយដៃរបស់គេគឺมันបានដាក់ចុះនេះទេគឺដៃមួយចំហៀងកាន់គោមួយចំហៀងទៀតកាន់ខ្លាហើយមានពន្លឺពណ៌សនិងពណ៌មាសវិលជុំវិញគោនិងខ្លានោះតែម្ដងគ្រាន់តែលឺបែបនេះពុកសេងគាត់ក៏រៀងព្រឺក្បាលបន្តិចដែរដោយសារតែពូយ៉តនិងពូវនគាត់កម្រសរសើរដៃគូណាល្អជាងគាត់ណាស់ប៉ុន្តែបុរសម្នាក់នេះធ្វើឲ្យលោកពុកទាំងពីររបស់យើងសរសើរថាមានសមត្ថភាពខ្លាំងអញ្ចឹងហើយបុរសម្នាក់នោះគេគឺមិនអន់នោះទេពេលដែលពូយ៉តគាត់និយាយចប់ពេលនោះពូវនបានប្រាប់ពូយ៉តហើយនឹងពូសេងថានៅទីនេះហើយគឺគាត់ចុះទៅជួបគេបន្តិចដោយគេបានហៅគាត់ទៅជួបពេលនោះពូយ៉តបានចាប់ដៃពូវនថាតើលបងច្បាស់ឬថានឹងចេញពីសីមាគមរបស់យើងទៅពេលនោះពូវនគាត់ថាមិនអីទេទោះមានរឿងអ្វីក៏ដោយក៏គាត់អាចទប់ទល់បានដែរព្រោះគេនោះគឺមានតែម្នាក់ឯងប៉ុណ្ណោះហើយគេនេះគឺក៏មិនទាន់មានបំណងអ្វីមកលើពួកយើងដែរគេគ្រាន់តែចង់ជួបនិងនិយាយជាមួយយើងតែប៉ុណ្ណោះដោយមុននឹងចេញទៅពវនបានសូត្រមុនគេថាហើយបានទាញខ្សែចង្កេះរបស់គាត់ចេញមកហើយក៏បានពាក់ជើងជាមួយនឹងខ្សែចង្កេះនោះស្រាប់តែមានពន្លឺពណ៌មាសវិលជុំវិញខ្លួនរបស់គាត់តែម្ដងបន្ទាប់មកគាត់ក៏បានដើរចេញពីសមាគមនោះចេញទៅគាត់បានដើរទៅឈរនៅមុខផ្ទះរបស់ពូយ៉តបានបន្តិចក៏ស្រាប់តែមានឃើញភ្លើងពណ៌សផ្លុងមកពីមុខរបស់ពវនគ្រាន់តែឃើញបែបនោះពុកសេងបានស្រែកទៅប្រាប់ពវនថាលបងបើមិនស្រួលទេបងត្រឡប់មកវិញមកពេលនោះពវនក៏បានងាកមកហើយក៏បានរាដៃប្រាប់ជាសញ្ញាមកពុកយ៉តនិងសេងវិញថាមិនអីទេបានបន្តិចភ្លើងនោះក៏បានហោះមកសម្ដៅគាត់គៀកទៅបានបន្តិចភ្លើងនោះក៏លែងហោះក៏ស្រាប់តែលេចរូបរាងជាបរោះម្នាក់នោះទៅវិញប៉ុន្តែអ្វីដែលពុកសេងឃើញហើយគាត់ស្លុតខ្លាំងមែនតើនោះបរោះម្នាក់នោះហាក់បីដូចជាទេវតាអញ្ចឹងដៃរបស់គេមួយចំហៀងកាន់ខ្លាដៃមួយចំហៀងរបស់គេទៀតគឺកាន់គោហើយគោនិងខ្លារបស់គេនោះគឺវិលនៅលើដៃរបស់គេតែម្ដងដោយឃើញបែបនេះប្រសិនបើមនុស្សធម្មតាឃើញទូទៅគិតថាប្រហែលជាទេវតាហើយមើលទៅព្រោះមើលទៅគេគឺហាក់បីដូចជាមិនមែនជាអ្នកធ្វើនៅអំពើអាក្រក់ទេប៉ុន្តែអ្វីដែលបានបង្ហាញកាន់តែច្បាស់នោះពេលដែលបរោះម្នាក់នោះឈរទល់ជាមួយនឹងពុកវនគឺភ្នែករបស់គេឡើងក្រហមហើយមានផ្សែងខ្មៅហោះចេញពីខាងក្រោយខ្លួនរបស់គេទៀតដែលបានសបញ្ជាក់ឲ្យពុកសេងនឹងថាបុរសម្នាក់នេះគឺពិតជាមនុស្សអាក្រក់មែនអំឡុងពេលដែលពុកវនឈរនិយាយជាមួយនឹងបុរសម្នាក់នោះដែលមានឈ្មោះថាជេងនោះគឺពូយ៉តបានសម្លឹងមើលពីចម្ងាយទៅគឺបានឃើញថាបុរសម្នាក់នោះគឺមានទាំងកំភ្លើងមួយដើមនៅពីខាងក្រោយខ្នងទៀតគ្រាន់តែពូយ៉តឃើញបែបនេះពូយ៉តគាត់មានការបារម្ភពុកវនខ្លាំងមែនទែនគាត់ក៏បានសូត្រនៅមុនគិថារបស់គាត់ទះស្មាខ្លួនឯងមួយដៃធ្វើឲ្យស្មារបស់គាត់និងខ្លួនរបស់គាត់ទាំងមូលឡើងពន្លឺពណ៌មាសហើយគាត់បានផ្លោះចេញពីសមាគមរបស់គាត់ចេញទៅរកពុកវនប៉ុន្តែគ្រាន់តែពូយ៉តទៅដល់ចិត្តពុកវនបានដើរថយក្រោយពីជំហានគាត់បាននិយាយថាប្រសិនបើយើងនិយាយមិនត្រូវគ្នានោះទេអ្វីដែលវាគួរនឹងកើតឡើងឲ្យវាកើតទៅគាត់បានដើរមកវិញជួបជាមួយនឹងពុកយ៉ត
ហើយក៏បានកាន់ដៃពួកយត់ចូលមកក្នុងសមាគមរបស់គាត់វិញភ្លាមនោះបរោះម្នាក់នោះគេបានលើកដៃទាំងពីរហើយបានទះផ្គុំគ្នាធ្វើឲ្យខ្លានិងគោនៅលើដៃរបស់គេបានរលាយបាត់ហើយគេបានដកកំភ្លើងពីខ្នងរបស់គេតម្រង់មកពួកគាត់តែម្ដងគេបានលើកកំភ្លើងមកគេបានសូត្រនៅមុនគេថាបាញ់តម្រង់មកពួកគាត់ហើយស្នូកំភ្លើងនោះទៀតសោតលន់ស្នូលឺដូចរន្ទះបាញ់អញ្ចឹងលឺសូរតែផាំងតែម្ដងចំណែកឯពុកសេងភ្នែកសកអញ្ចឹងក៏អស់ហើយក្រកំភ្លើងរបស់គេនោះទៀតសោតគឺជាកំភ្លើងបញ្ចុះអាគមប៉ុន្តែអ្វីដែលគេនឹកស្មានមកដល់នោះគឺកំភ្លើងនោះមិនអាចចូលចោះជាមួយនឹងសមាគមរបស់លោកពុកទាំងពីររបស់យើងបានទេគេឃើញបែបនោះផ្នែករបស់គេបើកធំតែម្ដងអ្វីដែលគេគិតក្នុងចិត្តគេគិតថាកាលពីមុនគឺមានតែគេម្នាក់គត់ដែលមាននៅវិជាមន្តអាគមខ្លាំងដែលចង់ធ្វើអីក៏បានហើយអ្នកណាក៏មិនអាចហាមគេបានដែរប៉ុន្តែអ្វីដែលគេនឹកស្មានមកដល់ថាខ្លួនរបស់គេនេះគឺបានបាត់ទៅមួយរយៈហើយអ្នកដែលនៅទីនេះគឺសុទ្ធតែអ្នកខ្លាំងគឺអ្វីដែលគេមិនដឹងនោះពេលដែលគេប៉ះជាមួយនឹងលោកពុកទាំងពីរធ្វើឲ្យខ្លួនរបស់គេនឹងហាក់បីដូចជាដឹងថានៅទីនេះក៏មានអ្នកខ្លាំងមិនធម្មតាដែរពេលនោះគេបានលើកកំភ្លើងមួយដើមទៀតគេបានសូត្រមុនគេថាគេបានបាញ់តម្រង់ឡើងទៅលើមេឃភ្លាមនោះកំភ្លើងគ្រាប់ទី2ក៏បានបន្លឺឡើងសូរផាំងតែម្ដងបានមួយសន្ទុះស្រាប់តែលឺសំឡេងស្រែកឆោឡោនៅកណ្ដាលភូមិតែម្ដងពេលដែលពួកគាត់ផ្ទៀងស្ដាប់នោះគឺលឺសំឡេងគេស្រែកថាមានអ្នកត្រូវគ្រាប់គ្រាន់តែលឺបែបនេះហើយពួកយត់ពួកវ៉នពួកសេងគាត់ក៏មានការបារម្ភខ្លាំងដែរទៅលើអ្នកភូមិព្រោះតែសមាគមរបស់គាត់នៅក្នុងភូមិគឺគាត់អាចបានឃុំក្រងត្រឹមតែគ្រូមន្តអាគមធម្មតាប៉ុណ្ណោះដែលមិនអាចយាយីបានប៉ុន្តែបរិសម្នាក់នេះគឺគេខ្លាំងអញ្ចឹងហើយមន្តអាគមដែលចងទៅលើភូមិរបស់គាត់ទាំងមូលនោះគឺមានឥទ្ធិពលតិចណាស់អញ្ចឹងហើយពួកគាត់គឺមិនបង្អង់យូរឲ្យបរិសម្នាក់នោះធ្វើអ្វីតាមចិត្តទៀតនោះទេពេលនោះពួកយត់បានសូត្រមុនគេថាទម្លាក់នៅគោមន្តអាគមរបស់គាត់ចេញទៅប៉ុន្តែមុននឹងគោអាគមរបស់គាត់ចេញទៅដល់បរិសម្នាក់នោះគេលើកកំភ្លើងបាញ់ឡើងលើចំនួន3គ្រាប់ទៀតបន្ទាប់មកគេបានបោះនៅកំភ្លើងរបស់គេចោលហើយគេបានលើកដៃសូត្រមុនគេថាបានបញ្ចេញខ្លានិងគោរបស់គេនៅលើដៃមកទៀតបន្ទាប់មកគេបោះទាំងខ្លាទាំងគោចេញមកតែម្ដងពេលដែលវាចេញមកទាំងពីរឯបែបនេះគោរបស់ពួកយត់គឺលែងនៅជាគោទៀតហើយគឺវាបានប្រែคล้ายខ្លួនចេញទៅជាមនុស្សបុរាណយ៉ាងធំទៅវិញពេលនោះគឺវាបានប្រយុទ្ធជាមួយនឹងគោមន្តអាគមនិងខ្លាមន្តអាគមរបស់បុរសម្នាក់នោះហើយការប្រយុទ្ធនេះទៀតសោតគឺដំបូងមិនទាន់មានឃើញអ្នកណាឈ្នះចាញ់នោះទេដោយឃើញបែបនេះពុកវ៉នគាត់ក៏មិនទាន់លូកដៃអ្វីទៀតដែរគាត់នៅបិទភ្នែកនិងតាំងសមាធិគឺគាត់បានដកចិត្តវិញ្ញាណទៅមើលអ្នកភូមិដែលបានត្រូវគ្រាប់នោះពេលដែលគាត់បានមើលគេរួចហើយដែលគាត់បានដឹងថាអ្នកភូមិនៅទីនោះពិតជាមានអ្នកត្រូវគ្រាប់មែនប៉ុន្តែអ្នកដែលត្រូវគ្រាប់នោះគឺជាក្រុមគ្រួសាររបស់បុរសម្នាក់នេះឯងគាត់បានដកចិត្តវិញ្ញាណរបស់គាត់មកវិញគាត់បានមកអង្គុយមើលការប្រយុទ្ធគ្នារបស់ពួកយត់វិញបានបន្តិចបុរសម្នាក់នោះគេបានសូត្រមុនគេថាគេបានហោះសំកាំងនៅពីមុខការប្រយុទ្ធគ្នានេះតែម្ដងហើយខ្លួនរបស់គេគឺមានផ្សែងខ្មៅរុំឡើងចិត្តគឺបដូរចេញពីរូបរាងមនុស្សទៅជារូបរាងអសុរកាយមួយយ៉ាងធំហើយភ្នែកវាឡើងក្រហមមើលទៅគឺវាគួរឲ្យខ្លាចខ្លាំងមែនទែនដោយឃើញបែបនេះពវនបានសូត្រនៅមុនគេថាបានបោះខ្សែចង្កេះរបស់គាត់ទៅតែម្ដងរួមជាមួយនឹងមន្តអាគមរបស់គាត់គឺតម្រាអសបល័យពេលដែលតម្រាអសបល័យជាមួយនឹងខ្សែចង្កេះអាគមរបស់គាត់ចេញទៅនោះធ្វើឲ្យអសុរកាយធំនោះវាទប់ទល់សឹងតែមិនជាប់វាបានសូត្រនៅមន្តអាគមគេថាមួយយ៉ាងដែលធ្វើឲ្យខ្សែចង្កេះនិងតម្រាអសបល័យរបស់ពវនមិនអាចចូលទៅប៉ះខ្លួនគេបានបន្ទាប់មកគេបានសូត្រនៅមុនគេថាបន្ថែមទៀតដោយលើកជើងទៅត្រង់ដីយ៉ាងខ្លាំងប៉ុន្តែពវនគាត់មិនចាំយូរនោះទេក៏បានសូត្រនៅមុនគេថាទម្លាក់នៅសត្វអាគមរបស់គាត់ចេញទៅតែម្ដងនោះគឺដំរីក្បាល3កណ្ដឹង3000នឹងឯងពេលដែលគាត់ទម្លាក់ទៅនោះធ្វើឲ្យបរិសម្នាក់នោះគេបោកភ្នែកធំដោយខ្លួនវាជាដំរីបានបន្តិចប្រែคล้ายទៅជាអសុរកាយមួយយ៉ាងធំដូចគ្នាពេលនោះគឺវាបានហក់ទៅវាយជាមួយនឹងអសុរកាយនោះតែម្ដងពេលដែលមនុស្សអាគមរបស់ពវនបានហក់ទៅវាយជាមួយវាបែបនេះធ្វើឲ្យខ្សែចង្កេះរបស់ពវននិងតម្រាអសបល័យរបស់ពវនបានចូលទៅចងខ្លួនវាយ៉ាងជាប់ហើយត្រូវបានមនុស្សអាគមរបស់ពវនវាយវាបានយ៉ាងដំណំទៀតបន្ទាប់មកពវនគាត់មិនចាំយូរទៀតនោះទេក៏បានសូត្រមុនគេថាតម្រាអសបល័យរបស់គាត់បានបោះទៅចំនួន5-6អក្សរទៀតដែលធ្វើឲ្យបរិសម្នាក់នោះមានការឈឺចាប់យ៉ាងខ្លាំងបន្ទាប់មកបានបន្តិចគោនិងខ្លាមន្តអាគមរបស់បរិសម្នាក់នោះក៏បានរលាយបាត់អស់ហើយចូលទៅក្នុងខ្លួនរបស់គេតែធ្វើឲ្យគេមានកម្លាំងយ៉ាងខ្លាំងនិងរើចេញពីខ្សែសមាគមរបស់ពវនប៉ុន្តែអ្វីដែលគេនឹកស្មានមិនដល់នោះសមាគមរបស់ពវនគឺមិនអាចរើដាច់នោះទេដោយពវនបានសូត្រមុនគេថាសង្កត់បន្ថែមពូយតក៏បានបោះនៅខ្សែសមាគមរបស់គាត់ទៅមួយទៀតពូយតបានបោះនៅ
cô rồi bỏ quát trên từ cứ cô ở cùng rồi bỏ quát đại miên khmer chi bị lử với nụ khmer nụ với ban một luôn với dạng thùng hai được trong đây là bảo vệ tiền sót cứ miên căn sải tây hay sải tây rồi bỏ vì nụ ban từ vót chop cho môi năng Asorukai nụ tiền là thua Asorukai nụ cứ xoay dạng khăng tại mà đâu ban bình tích Asorukai nụ có rồi lý bật hai bần tỏ móc cứ lẹ bỏ mình đã nút trên chi rừng mà nút một vinh đã khơi bạn đi hỏi bộ vốn có còn 100 du tiền ở đây có bàn sô đồng môn kia thá đầm ra so với bỏ quát sang cọt hỏi đồng sốp nơi akum bảo kê trình một tại mà đòn về đài akum bảo kê bàn rồi lý bát trình bị luôn ở nút tới một bảo kê cứ đô bị rừng mấy tới chia rừng một nút cha hai đồng miên so tờ vinh hỏi một bảo kê lặng chơi chui bên nằng bần tỏ móc bộ quát bàn sô đồng môn kia thá promo nơi akum bảo quát trôi một vinh bần tỏ móc còn bàn sô môn kia thá còn bàn bo nơi sai mà dạng trôi từ vẽ chọt từng có bỏ mình đã nụ hỏi bộ quát các bạn đa trình từ tại mà đâu về để bộ quát bạn đa từ chật bỏ mình đã nụ cứ sập hiệu bảo cái cứ chia một nụ cha trông khăng mình tên sừng để tha bỏ đa can chơi chót can mình trong cho phòng hỏi mưa từ khuôn bảo cái cứ nơi đừng ham chừng rận lại còn thì khơi bảo nụ cuộc sống sừng tại họ từ bắt chỉ vượt bảo cái bạn tại hỏi bàn tay từ bàn phụ giọt khoản bần tỏ móc còn bàn chập sai bỏ mình đã nụ một đạn lơ kre bỏ quạt nơi đường riêng mục tiêu này hỏi ai bộc xén từ hai lục mê phum một về nơi lục mê phum mình mến móc tay mình ai nữa thì cứ lơ bỏ ra mình nè đại ban từ cộng lớn là bỏ ra mình nè nộp bánh một đại về đại còn mà đo nó hỏi cứ ban mơ từ bỏ ra mình nè nó cứ sưng từ tham mơ mình còn một phòng pro bỏ ra mình nè nó cứ cái miếng sập hiệp chặt làng bị đòi bộ quan ban khơi là bộ tầng bay là bỏ dư bằng crab cây ban này bài ní bộ quan cứ bớt chia sẻ bài chất đi khang mình tên bộ vốn có mình play đại còn bạn đào từ chân bộ đó mà nè đã từ con công lớn nút còn bạn số muốn kia tha ban mình tích còn do cùng bắt đặt công một bảo quát về do con công lớn nó trên một hay các bạn số muốn kia tha đã năm bình tích hai đường rôm chơi bộ đó mình nút vừa bộ đó nút lên chơi chắp bằng sải tiền này từ ngọc lên đường hái crop công lớn muốn là cúng cứ sân bài về do bán cần ở tại chọc đài cứ chọc copy các công lớn nhưng thò mà đà về để còn bạn mình chọn nó phía cái chỉ muốn đường bộ đó mình này hái bộ con cứ bứt chia o con mà lơ là bụng tầng bay là bỏ dân khang mình tên đại tay tay chui nạp phum đại mình biết là nát ai một gì bù kề bản hai là bù mày phum mày đâu vĩnh con các bạn đã từ này dây cho mua đường bộ rom mà nè đại cho mua chơi nụ tại sầm lì bỏ cái cứ này giấy sơn tay mà rồi như thế để xa tại cái cứ từ là bỏ là bụng tầng bay là bỏ dưới nước khang bị cái bàn này giấy bàn bay buồn mắt còn đặt so slap bàn tay mà đầu từ hai cái mua là bỏ cái để cho mua thay trăm nút cứ bàn một dọc sập là bỏ bộ rom mà nè nước dọc từ phơi bon tam vào bên này tay mà đầu hỏi đường rồi bỏ dưới các bạn đo thì mình chọn đại xôm ở cuốn nâng ở chia sẻ nơi đó biết bích cầm họ không chỉ còn đòiประการnào xôm ở cuốn xôm cô rụp lìa